ចំណងជើងយើងថ្ងៃនេះយើងនិយាយអំពីការសម្រេចចិត្តក្នុងជីវិតប្រចាំថ្ងៃយើងតែងតែបានឮនិងដឹងសម្ដីប្រភេទការវិនិច្ឆ័យការកាត់ក្តីការសម្រេចចិត្តយ៉ាងដាច់អហង្ការការត្រួតពិនិត្យវិនិច្ឆ័យការពិចារណាការគិតត្រិះរិះការចង្អុលបង្ហាញការសម្រេចចិត្តផ្ដេសផ្ដាស់ការសម្រេចចិត្តតាមអំពើចិត្តមានច្រើនការសម្រេចចិត្តមានច្រើនទៀតយ៉ាងច្រើនសម្បូរបែបស្ដាប់សារពាក្យទាំងនេះមានអត្ថន័យមិនសូវខុសគ្នាប៉ុន្មានទេតែក្នុងទីនេះខ្ញុំសូមវែកញែកអត្ថន័យជាមុនសិនបើដើម្បីការពារការយល់ច្រឡំពាក្យថាវិនិច្ឆ័យគឺជាពាក្យកណ្ដាលដែលរួបរวมអត្ថន័យនៃពាក្យទាំងអស់ខាងលើមានរឿងរ៉ាវនិងហេតុការណ៍ជាច្រើនដែលអាចអធិប្បាយកាត់ន័យបានដល់សម្បូរបែបផ្សេងគ្នាប្រតិកម្មដែលយើងចាំបាច់ត្រូវប្រើវិចារណញ្ញាណគិតត្រិះរិះនិងសម្រេចចិត្តថាយើងជឿឬអត់គួរទទួលឬអត់ហើយនឹងធ្វើអ្វីយ៉ាងដូចម្តេចនោះគេហៅថាការវិនិច្ឆ័យការវិនិច្ឆ័យនេះពេលខ្លះចាំបាច់ត្រូវសម្រេចចិត្តទៅសិនព្រោះស្ថានភាពបង្ខំបើទោះជាគ្មានបច្ច័យពិតប្រាកដជាច្រើនហើយគ្មានព័ត៌មានឬទិន្នន័យដែលពិតប្រាកដគ្រប់គ្រាន់ក៏ដោយការនេះជាទៅគេហៅថាការសម្រេចចិត្តបែបដាច់អហង្ការការសម្រេចចិត្តក្នុងលក្ខខណ្ឌនេះគឺជាសមត្ថភាពដ៏ចាំបាច់របស់អ្នកដឹកនាំនៅក្នុងវិស័យធុរកិច្ចនិងកិច្ចការយោធាមិនអាចខ្វះបានឡើយផ្ទុយមកវិញអ្នកខ្លះអាចសម្រេចចិត្តត្រូវប្រសិនបើគេគ្រាន់តែទទួលយកគំនិតសិក្សាវិភាគឲ្យស៊ីជម្រៅនិងម៉ត់ចត់ឲ្យបានច្រើនតែមិនធ្វើឲ្យបែរជាសម្រេចចិត្តបែបតឹងរឹងឬមានគំនិតអវិជ្ជមានដែលទង្វើដូច្នេះគេសន្មតថាការសម្រេចចិត្តតាមតែអំពើចិត្តឬការសម្រេចចិត្តតែម្នាក់ឯងសមភាពនៃការសម្រេចចិត្តតាមបែបអំពើចិត្តឬការសម្រេចចិត្តតែម្នាក់ឯងនេះពេលវិវត្តដល់ថ្នាក់កម្ពូលហើយនោះនឹងក្លាយជាការសម្រេចចិត្តបែបល្ងីល្ងើភ្លីភ្លើផ្លាត់ខុសផ្លូវទៅវិញការដូចនេះគេហៅថាការសម្រេចចិត្តឲ្យតែបានមានន័យថាយើងគិតតែមួយផ្លែតយើងធ្វើភ្លាមអ្នកសាសនានិងអ្នកនយោបាយខ្លះតែងតែសន្និដ្ឋានឬការវិនិច្ឆ័យហេតុការណ៍អ្វីមួយដែលយើងនៅមិនទាន់ដឹងច្បាស់លាស់តាមតែអំពើចិត្តខ្លួនឯងឧទាហរណ៍ដូចជាចក្រពត្តិនិយមចិត្តវិនិច្ឆ័យហើយឆ្នាំក្រោយនឹងកើតមានបដិវត្តន៍ពិភពលោកនឹងរលាយនៅក្នុងឆ្នាំ2000ហើយអ្នកដែលមិនជឿលើព្រះជាម្ចាស់នឹងត្រូវដាក់ទោសឲ្យវិនិច្ឆ័យសូន្យជាដើមការសន្និដ្ឋានទាំងនេះស្ដាប់សើទៅស្រដៀងនឹងការបញ្ចេញមតិដែរឬការវិនិច្ឆ័យប្រេប្រដាតែគុំពុំមែនត្រូវចំដែរនៅទីនេះសូមហៅថាការបញ្ចេញមតិឬការវិនិច្ឆ័យបែបផ្ទាល់ខ្លួនឬបែបទំនាយឬក៏ជាទូទៅគេហៅថាការព្យាករណ៍កន្លឹះនៃការសម្រេចចិត្តមានលក្ខណៈសម្បូរបែបតែការសម្រេចចិត្តដ៏ល្អដែលយើងគួរប្រកាន់ខ្ជាប់នោះគឺគួរឈរលើមូលដ្ឋាននៃការប្រើសតិសម្បញ្ញៈមនសិការនៃការត្រិះរិះពិចារណាដោយហ្មត់ចត់និងត្រឹមត្រូវតាមបែបដែលអាចធ្វើទៅបានពោលគឺបញ្ហាដែលយើងគួរយល់ដឹងឲ្យច្បាស់លាស់ជាមុនជាការពិតការសម្រេចចិត្តជារឿងគួរឲ្យឈឺក្បាលពេកណាស់ទើបមនុស្សទន់ជ្រាយឬគ្មានទំនុកចិត្តលើខ្លួនឯងមិនសូវជាហ៊ានសម្រេចចិត្តទេតែងតែឲ្យអ្នកដទៃសម្រេចចិត្តជំនួសចំណែកអ្នកខ្លះចូលចិត្តសម្រេចចិត្តដោយពឹងលើពាក្យចរចាអារាមប្រជាមិតិទំនៀមទម្លាប់ប្រពៃណីទម្លាប់ដើម្បីជាជំនួយឡាក់ដែលទាំងនោះគឺជាទម្លាប់ដែលគេមិនទទួលស្គាល់ជាលាយលក្ខណ៍អក្សរព្រោះវាជាមិនសាំញ៉ាំមិនបាច់ភ្នាល់ដោយចក្ខុវិស័យហើយបើថ្ងៃខាងមុខមានបញ្ហាអ្វីកើតឡើងនោះនឹងមានលេសដោះសារ
សម្រាប់បដិសេធក្នុងការទទួលខុសត្រូវប៉ុន្តែសម័យនេះនិងសម័យមុនមិនអនុញ្ញាតឲ្យប្រព្រឹត្តបែបនេះកើតឡើងទៀតទេក្នុងសម័យដែលធ្វើគ្រប់យ៉ាងស្រពេចស្រពិលមិនសូវជាច្បាស់លាស់ដូច្នេះធុរជន និងអ្នកនយោបាយតែងតែប្រឈមនឹងបញ្ហាស្មុគស្មាញបើមិនអាចដកគូឲ្យសង្វេគបានដូច្នេះទើបការកាតព្វកិច្ចធុរជន និងអ្នកនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ទៅនិងប្រឈមគ្រោះថ្នាក់ជាខ្លាំងព្រោះដូច្នេះប្រសិនបើយើងមិនស្រឡាញ់ការសិក្សារៀនសូត្រចម្រើនបញ្ញាអភិវឌ្ឍខ្លួននិងសង្គ្រោះធ្មេញវិនិច្ឆ័យដោយមិនភ័យខ្លាចការឈឺចាប់ទេនោះគឺមិនអាចសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពបានឡើយយើងក្នុងន័យនេះយើងត្រូវតែរៀនពីការសម្រេចចិត្តដោយខ្លួនឯងដោយភាពម៉ត់ចត់ភាពម៉ឺងម៉ាត់ក្នុងការធ្វើអ្វីមួយគិតឲ្យបានល្អិតល្អន់ឲ្យទីជម្រៅមុននឹងធ្វើការសម្រេចចិត្តថាយើងគួរធ្វើអ្វីមួយមិនគួរធ្វើអ្វីមួយហើយសេចក្តីដែលយើងត្រូវតែធ្វើនោះគឺជាសេចក្តីដែលត្រឹមត្រូវដែលចំណេញហើយមិនប៉ះពាល់ដល់អ្នកដទៃ